បាទគឺយើងមកមើលរបៀបនៃការដោះស្រាយសមីការ differential យើងបន្តទៀតយើងមើលរបៀបដោះស្រាយសមីការ differential ដែលមានរាង m dx បូកជាមួយនឹង n dy ស្មើ0របៀបដោះស្រាយសមីការដែលមានទម្រង់បែបនេះគឺទី1ជំហានដំបូងគេយើងតេស្តមើលថាតើវា exact អត់របៀបនៃការតេស្តវាគឺយើងយក dm គេថា derivative នៃ m លើ dy ស្មើនឹង vx យើងតាំងដល់ vx ណាមួយណាស្មើនឹងអនុគមណាមួយពលយើងតេស្តមើលទៀតយក dm យក n មកតេស្តមានថា derivative នៃ n លើ dx ស្មើនឹង vx ដែរបន្ទាប់ពីតេស្តហើយយើងឃើញថាdm លើ dy ស្មើនឹង dn លើ dx បើសិនជាវាស្មើគ្នាមានថាវា exact បើសិនជាវា exact មានថារបៀបដោះស្រាយសមីការនេះគឺយើងបំពាក់អន្តរការទាំងសងខាងពេលដែលយើងគណនាអន្តរការមកយើងបាននេះគេយើងបាន ax y មានថាអនុគមពីអថេបូកជាមួយនឹង fx បូកជាមួយនឹង c អងដោយសារតែអន្តរការអង្គទី1ពេលអន្តរការអង្គទី2យើងបាននេះគេពេលដែលយើងគណនាអន្តរការទៅយើងឃើញ ax y ដែរមានថាដូចជាមួយនឹងអង្គទី1ដែរប្រាប់ថាអនុគមពីអថេបូកជាមួយនឹង f y បូកជាមួយនឹងcដោយសារតែវាអន្តរការអង្គទី2បន្ទាប់ពីបានប៉ុណ្ណឹងហើយយើងទាញបានចម្លើយចុងក្រោយគឺ ax y បូកជាមួយនឹង fx ស្មើនឹង f y បូកជាមួយនឹង c ដែល c យើងគឺស្មើនឹង c ដល់c អងយើងទៅមើលលំហាត់អនុវត្តនេះគឺដោះស្រាយសមីការ differential បាទទី1គេឲ្យ 2x y ដក c កង់ការ៉េ x dx បូកជាមួយនឹង x y បូកx ការ៉េបូក 2y dx ស្មើនឹង0របៀបនៃការដោះស្រាយសមីការនេះគឺជំហានទី1យើងតេស្តមើលថាតើវា exact អត់យើងតាំងដោយគេយើងតាំង m ដោយ 2x គុណជាមួយនឹង y ដក c កង់ការ៉េ x តាំង n នេះដោយ x ការ៉េបូក 2y តបបាន derivative នៃ m ធៀបនឹង x ធៀបនឹង y មានថា derivative នៃ m ធៀបនឹង y ស្មើនឹងគេបាន 2x derivative នៃ n ធៀបនឹង x ស្មើនឹង 2x ដែរតោះនេះឃើញថា derivative នៃ m លើ dm លើ dy នេះស្មើនឹង dn លើ dx អញ្ចឹងមានថាវា exact បើសិនជាវា exact មានថារបៀបនៃការដោះស្រាយសមីនេះគឺយើងបំពាក់អន្តរការសងខាងបន្ទាប់យើងបំពាក់អន្តរការសងខាងមកយើងបានអីគេបំពាក់អន្តរការសងខាងគឺយើងគណនាអន្តរការអង្គទី1មកយើងបានអីគេមានថាយើងបានអន្តរការនៃ 2x y ធៀបនឹង x ហ្នឹងគឺបាន x ការ៉េគុណជាមួយនឹង y ដល់តង់ x បូកជាមួយនឹង c អងពេលអន្តរការអង្គទី2នេះបានអីគេយើងបានអន្តរការនៃ x ការ៉េធៀបជាមួយនឹង y យើងបាន x ការ៉េគុណជាមួយនឹង y បូកជាមួយនឹងគេអន្តរការនៃ 2y ស្មើនឹង y ការ៉េបូកជាមួយនឹង c ដោយសារតែអន្តរការអង្គទី2តោះបើយើងទាញបានចម្លើយចុងក្រោយយើងបានអីគេយើងឃើញថាអនុគមពីអថេនេះគឺអង្គទី1ក៏មានអនុគម x y អង្គទី1ក៏មានអនុគម x ការ៉េគុណជាមួយនឹង y អង្គទី2នេះក៏មាន x ការ៉េគុណជាមួយនឹង y យើងទាញបានចម្លើយចុងក្រោយនេះគឺ x ការ៉េគុណជាមួយនឹង y ដល់ឲ្យតង់ x ស្មើនឹង y ការ៉េបូកជាមួយនឹង c នេះគឺជាចម្លើយនៃសមីការ differential